បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកបង្ហាញពីដង្ហើបងប្អូនចង់បានដង្ហើសម្រាប់ដាក់ចក្រានប្រេងយើងមានលក់បាទຂະຫນາດមានຂະຫນາດ2.94 បាទពុកម៉ែបងប្អូននេះគឺຂະຫນາດ2.94ប្រើសម្រាប់ចក្រានຂະຫນາດតូចបាទຂະຫນາດតូចពីຂະຫນາດកណ្ដាលដល់ຂະຫນາດតូចបាទຂະຫນາด2.94តម្លៃវាតែ$8ទេបាទម៉ែបងប្អូនត្រូវការអាចតាក់ទងបានហើយយើងមានຂະຫນາດរៀងធំបន្តិចគឺຂະຫນាด2.94នេះបាទຂະຫນាดច្រឡំຂະຫນាด2.94ຂະຫນាด4.5បាទនេះគឺຂະຫນាด4.5នេះដុំសេរីយើងមានដុំសេរីមួយឈុតនេះគឺមានដុំសេរីសម្រាប់ភ្លើងខ្លាំងភ្លើងខ្សោយតែម៉ូដែលនេះគឺក៏យើងមានដុំសេរីភ្លើងខ្លាំងភ្លើងខ្សោយដែរបាទຂະຫນាด4.5បាទនេះប្រភេទຂະຫນាดកដាលឬក៏ຂະຫນាดឆ្នាំងស៊ុបយើងអាចដាក់បានបាទຂະຫນាด4.5នេះបាទហើយមានຂະຫນាดប្រភេទចក្រានគូតខ្យងຂະຫນាดនេះប្រភេទដែកនេះគឺប្រភេទជ័របាទប្រភេទដែកຂະຫນាด60វ៉ាត់បាទនេះຂະຫນាด60វ៉ាត់ថ្លៃធូរថ្លៃទេបាទគឺ$16ហើយនឹងຂະຫນាด80វ៉ាត់បាទຂະຫນាด80វ៉ាត់model នេះគឺຂະຫນាดដាក់ប្រភេទឆ្នាំងស៊ុបហើយនឹងចក្រានធំត្រូវបាទប្រភេទដាក់ចក្រានប្រេងបាទដង្ហើដាក់ចក្រានប្រេងប្រភេទនេះគឺយើងមានដុំសេរីដូចគ្នាបាទដុំសេរីដូចគ្នាបាទខ្លាំងខ្សោយពេលយើងចង់បានភ្លើងខ្លាំងភ្លើងខ្សោយយើងអាចសេរីបានខ្យល់បើខ្យល់ខ្លាំងខ្សោយបាទយើងបើខ្យល់ខ្លាំងទៅភ្លើងនឹងខ្លាំងឡើងដែរបាទហើយនេះຂະຫນាด100វ៉ាត់បាទຂະຫນាดធំបាទនេះសម្រាប់ដាក់ចក្រានធំបាទសម្រាប់ដាក់ក្នុងឡអីចក្រានដាក់ក្នុងឡអីបានត្រូវបាទមានដុំសេរីដូចគ្នាបាទនេះដុំទៀតសេរីហើយបើយើងចង់ឲ្យភ្លើងខ្លាំងdirectតែម្ដងយើងមិនបាច់ប្រើដុំនេះក៏បានដែរយើងអាចប្រើខ្សែដោតភ្លើងdirectតែម្ដងបាទបើយើងចង់បានភ្លើងខ្លាំងខ្សោយយើងអាចដោតជាមួយនេះតែបើយើងចង់ឲ្យវាខ្លាំងdirectតែម្ដងគឺយើងដោតជាមួយភ្លើងdirectតែម្ដងបាទម៉ែបងប្អូនមានតម្រូវការអាចតាក់ទងមកបានបាទដង្ហើសម្រាប់ដាក់ចក្រានប្រេងមានគ្រប់លេខគ្រប់ទំហំតាមតម្រូវការពុកម៉ែបងប្អូនបាទចង់បានអាចតាក់ទងមកបាន